Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាក្នុងការ copy អត្ថបទនៅលើกระดาษបែបនេះសម្រាប់យកទៅដាក់នៅក្នុង Word ក្នុងការយកទៅប្រើប្រាស់តោះចូលទៅរៀនជាមួយខ្ញុំទាំងអស់គ្នាអ្នកទាំងអស់គ្នាគ្រាន់តែមានទូរស័ព្ទមួយហើយនឹងមានកម្មវិធីជ្រោមមកអ្នកទាំងអស់គ្នាចូលជ្រោមបន្ទាប់ពីអ្នកទាំងអស់គ្នាចូលជ្រោមហើយអ្នកទាំងអស់គ្នានឹងឃើញពាក្យថាស្វែងរក Google ឬវាយបញ្ចូលមានថាកន្លែងដែលយើង research អញ្ចឹងនៅក្នុងកន្លែង research ហ្នឹងអ្នកទាំងអស់គ្នានឹងឃើញមានរូប microphone ឬរូបកាមេរ៉ាអញ្ចឹងអ្នកទាំងអស់គ្នាចូលរូបកាមេរ៉ាហ្នឹងមកបន្ទាប់ពីអ្នកទាំងអស់គ្នាចូលរូបកាមេរ៉ាហើយយើងយកទៅថតនៅលើអត្ថបទនៅលើกระดาษហ្នឹងថតវាមកចុចថតបែបនេះបន្ទាប់ពីអ្នកទាំងអស់គ្នាចុចថតរួចហើយអ្នកទាំងអស់គ្នាត្រូវចុច select លើអត្ថបទដែលយើងចង់បានឧទាហរណ៍ថាខ្ញុំចង់បានអត្ថបទត្រឹមចំណុចនេះឬមួយក៏ទាំងអស់អញ្ចឹងពេលដែលយើងចុច select លើវារួចហើយយើងនឹងឃើញពាក្យថា copy អញ្ចឹងយើង copy វាមកបន្ទាប់ពីយើង copy ហើយយើងថយក្រោយរួចចូលទៅក្នុង Telegram របស់យើងអូខេចូលទៅក្នុង Telegram ហើយយើងដាក់អត្ថបទនេះផ្ញើចូលទៅក្នុង Telegram ណាមួយដែលមាននៅក្នុងកុំព្យូទ័រអញ្ចឹងខ្ញុំដាក់មកអូខេបន្ទាប់ពីយើងផ្ញើរួចហើយទូនាទីរបស់ទូរស័ព្ទគឺអស់ហើយអញ្ចឹងយើងចូលទៅក្នុងអេក្រង់កុំព្យូទ័រទាំងអស់គ្នាបន្ទាប់ពីយើងចូលទៅកុំព្យូទ័រយើងត្រូវទៅបើកនៅTelegram ក្នុងកុំព្យូទ័រពេលអ្នកបើក Telegram កុំព្យូទ័រហើយយើងនឹងទៅស្វែងរក Telegram ដែលយើងបានផ្ញើមកនេះ Telegram ដែលខ្ញុំបានផ្ញើមកនេះក៏ជា Telegram របស់ខ្ញុំហើយអ្នកទាំងអស់គ្នាបើសិនជាគ្មាន Telegram ខ្លួនឯងមួយទៀតទេអ្នកទាំងអស់គ្នាអាចផ្ញើទៅ Telegram មិត្តភ័ក្តិដែលយើងស្គាល់គ្នាអញ្ចឹងយើងផ្ញើមកបែបនេះមកបន្ទាប់ពីយើងផ្ញើមកហើយយើងត្រូវ select លើអត្ថបទដែលយើងបានផ្ញើមកនឹងទាំងអស់ហ្នឹងរួចចុច mouse ស្ដាំមួយយើងនឹងឃើញពាក្យថា copy select text អញ្ចឹងយើងចុចលើវាមកបន្ទាប់ពីយើង copy select text ហើយយើងថយបែបនេះហើយយើងទៅបើក Word បន្ទាប់ពីបើក Word យើងត្រូវផាសអត្ថបទដែលយើង copy ចេញពី Telegram ហ្នឹងផាសចូល Word មកអ្នកទាំងអស់គ្នាអត្ថបទរបស់យើងបានមកដល់ Word ហើយអញ្ចឹងវាមកដល់ Word គឺវាមាន font បែបនេះយើងកែ font វាបន្តិចមកយ៉ាកែ font វាយើងសម្រាប់ខ្ញុំយកបាត់ដំបងទំហំអក្សរយើងយក12ហើយនឹងវាមាន clear បែបនេះអញ្ចឹងអ្នកទាំងអស់គ្នារួមវាមកដូចនេះអត្ថបទរបស់យើងគឺស្អាតហើយមកដល់ Word នេះគឺស្អាតហើយយើងចង់កែរបៀបណាក៏បានដែរយើងចង់កែយើងចង់បដូរអត្ថបទនេះខ្លឹមសារកន្លែងណាក៏បានដែរហើយបើសិនជាយើងចំណាយពេលក្នុងការវាយមួយសន្លឹកនេះមិនក្រោមពីបើអ្នកវាយលឿនមិនក្រោមពី20នាទីទៅ30នាទីទេប៉ុន្តែបើយើងធ្វើបែបនេះមិនដល់10នាទីផងគឺយើងធ្វើបានរួចរាល់ហើយតែម្ដងគ្រាន់តែយើងដូរ font អក្សរហើយនឹងទំហំអក្សរទៅគឺរួចរាល់ហ្នឹងហើយអ្នកទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្ណេះទេតិចស្រួលយល់ហើយបានចំណេះដឹងលឿនទៀត